ប្រធានាធិបតីអ៊ុយក្រែនដែលពិភពលោកផ្ដល់រហស្សនាមថាជាបរិសុទ្ធខ្លាំងមិនខ្លាចសង្គ្រាមគឺលោក Zelensky បានផ្ដល់ភ្លើងខៀវបញ្ជាឲ្យកងកម្លាំងពិសេសវាយសម្រុកចូលទឹកដីរុស្ស៊ីខ្លាំងដែលហៅថាប្រតិបត្តិការជ្រៀតចូលរយៈពេល40ថ្ងៃដើម្បីបង្ខំឲ្យប្រធានាធិបតីពូទីនវិលទៅរកតុចរចាដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនកាលពីថ្ងៃទី26ខែមិថុនាឆ្នាំ2026ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបង្ហាញពីលទ្ធផលនៃការពិភាក្សាជាមួយឧត្តមសេនីយ៍ឯក Yevgeny Khvara ដោយបញ្ជាក់ថាលោកបានផ្ដល់ភ្លើងខៀវពេញលេញឲ្យកងទ័ពដើម្បីប្រតិបត្តិការវាយលុកឲ្យគ្រប់វិធីសាស្ត្របង្ខំឲ្យរុស្ស៊ីវិលទៅរកតុចរចាឡើងវិញមេដឹកនាំអ៊ុយក្រែនរូបនេះនិយាយថាលោកបានអនុម័តប្រតិបត្តិការអន្តរាគមន៍រយៈពេល40ថ្ងៃសម្រាប់កងកម្លាំងសន្តិសុខដើម្បីកំណត់គោលដៅនិងដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ឈប់សង្គ្រាមតាមគ្រប់មធ្យោបាយដែលអាចលោកបញ្ជាក់ថាក្នុងរយៈពេលប្រមាណខែថ្មីនេះ Alpha បានបង្ហាញពីប្រសិទ្ធភាពអតិបរមាក្នុងការការពារជួរមុខរបស់អ៊ុយក្រែនដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក drone ប្រភេទផ្សេងជាប្រព័ន្ធក្នុងការវាយប្រហារតាមអាកាសទៅលើកងទ័ពរុស្ស៊ីធ្វើឲ្យទីក្រុងមូស្គូខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែយ៉ាងណាលោក Zelensky អះអាងថា Alpha វាបានក្លាយជាអង្គភាពឈានមុខគេក្នុងការបំផ្លាញបុគ្គលិកនិងឧបករណ៍របស់រុស្ស៊ីនៅក្នុងតំបន់ប្រយុទ្ធហើយបានក្លាយជាកងកម្លាំងសំខាន់ក្នុងភាពជោគជ័យរបស់អ៊ុយក្រែនផងដែរលោក Zelensky បញ្ជាក់ថាប្រតិបត្តិការនេះនឹងធ្វើឲ្យប្រទេសរុស្ស៊ីមើលឃើញពីសក្តានុពលរបស់អ៊ុយក្រែនកាន់តែខ្លាំងនិងធ្វើឲ្យទីក្រុងមូស្គូមើលឃើញថាអ៊ុយក្រែនពិតជាខ្លាំងក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួនពិតមែនលោកបន្តថារយៈពេលសង្គ្រាមជាង4ឆ្នាំមកនេះរុស្ស៊ីតែងតែធ្វើបាបឈ្លានពានវាយកំទេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគារសាលាខណៈពលរដ្ឋនិងទាហានអ៊ុយក្រែនជាច្រើនត្រូវបានស្លាប់ក្នុងសង្គ្រាមឈ្លានពានមួយនេះលោក Zelensky លើកឡើងថាគ្មាននរណាម្នាក់ឬប្រទេសណាមួយចង់បានសង្គ្រាមទេប៉ុន្តែបើសង្គ្រាមមកដល់ហើយមិនអាចគេចវេះបានយើងត្រូវរួបរวมគ្នាតស៊ូការពារជាតិអធិបតេយ្យនិងសន្តិសុខរបស់ពលរដ្ឋលោកសង្កត់ធ្ងន់ថារដ្ឋាភិបាលអ៊ុយក្រែនប្រកាន់ជំហរមិនចោះចាញ់សត្រូវការពារឯករាជ្យនិងទឹកដីរបស់ខ្លួនហើយមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ដែលអ៊ុយក្រែនចាត់ទុកថាជារបស់ខ្លួនជាដាច់ខាតក្នុងន័យនេះលោក Zelensky បញ្ជាក់ថាការចោះចាញ់សត្រូវអាចនាំឲ្យបាត់បង់ទឹកដីនិងប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសហើយមិនធានាថានឹងមានសន្តិភាពយូរអង្វែងនោះទេប្រសិនបើយើងនៅតែបន្តចោះចាញ់សត្រូវនោះលោកអះអាងថាអ៊ុយក្រែននឹងព្យាយាមការពារអធិបតេយ្យបូរណភាពទឹកដីរបស់អ៊ុយក្រែនការពារផលប្រយោជន៍ពលរដ្ឋអ៊ុយក្រែននិងត្រូវតែទាមទារទឹកដីអ៊ុយក្រែនដែលត្រូវបានប្រទេសរុស្ស៊ីឈ្លានពានកន្លងមកផងដែរលោកអះអាងទៀតថាសង្គ្រាមឈ្លានពានជាង4ឆ្នាំមកនេះលោកព្យាយាមវាយការពារទប់ទល់និងព្យាយាមដើរការទូតស្នើសុំសហគមន៍អន្តរជាតិនិងប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកឲ្យជួយដើម្បីបង្ខំដាក់សម្ពាធឲ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានប៉ុន្តែជាលទ្ធផលប្រទេសរុស្ស៊ីនៅតែចិញ្ចឹមចិត្តឈ្លានពានធ្វើបាបអ៊ុយក្រែនដដែលយ៉ាងណាលោក Zelensky បញ្ជាក់ជំហរថាលោកនៅតែចង់ចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីដោយសន្តិវិធីដើម្បីសន្តិភាពមនុស្សជាតិនៅលើពិភពលោកនិងដើម្បីផ្សះផ្សាទំនាក់ទំនងរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនឡើងវិញផងដែរលោកបន្តថាការសម្រេចចិត្តថាត្រូវបន្តប្រយុទ្ធគ្នាឬត្រូវចរចាគ្នាបញ្ចប់សង្គ្រាមគឺជាបញ្ហានយោបាយនិងយុទ្ធសាស្ត្រដ៏ស្មុគស្មាញដែលមានមតិខុសៗគ្នាអាស្រ័យលើមេដឹកនាំប្រទេសជាអ្នកសម្រេចចិត្តរៀងៗខ្លួនប៉ុណ្ណោះយ៉ាងនេះក្តីលោក Zelensky ដែលជាអតីតតារាកំ pl ែងសង្ឃឹមថាមេដឹកនាំទីក្រុងមូស្គូលោក Vladimir Putin នឹងពិចារណាគិតគូរឡើងវិញឈប់បន្តឈ្លានពានអ៊ុយក្រែនហើយវិលទៅរកសន្តិភាពស្ដារស្ថិរភាពប្រទេសទាំងពីរឡើងវិញ